ពេលនេះថៃប្រកាសអាសន្នហើយបញ្ជូនរថពាហដែកនិងកងកម្លាំងពិសេសទៅកាន់តំបន់ព្រំដែនជាប់ជាមួយប្រទេសមីយ៉ាន់ម៉ាថៃត្រៀមបាញ់សងសឹកលែងស្ងៀមស្ងាត់ទៀតហើយគណៈសង្គ្រាមនៅមីយ៉ាន់ម៉ាកាន់តែខ្លាំងនេះគឺជាដំណឹងបន្ទាន់មួយដែលថៃបញ្ជូនរថក្រោះពាហដែកឬក៏កងកម្លាំងទៅទប់ទល់ស្ថានភាពនៅតាមព្រំដែនជាមួយនឹងភូមាឬក៏មីយ៉ាន់ម៉ាណាប្រិយមិត្តជាទីមេត្រីដំណឹងរាត្រីថ្ងៃទី23វិច្ឆិកា2025ពាក់ព័ន្ធទៅនឹងស្ថានភាពនៅតំបន់ព្រំដែនខាងលិចកំពុងតែពុះកញ្ជ្រោលខ្លាំងខណៈដែលភ្លើងសង្គ្រាមនៅប្រទេសមីយ៉ាន់ម៉ាណោះកំពុងតែបន្តឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីនោះពេលនេះកងកម្លាំងថៃបានចាប់ផ្ដើមរឹតបន្តឹងសន្តិសុខដល់កម្រិតអាសន្នដល់អាសន្នហើយនាពេលនេះរថពាហដែកអាវុធធនធ្ងន់និងកងកម្លាំងពិសេសត្រូវបានដាក់ពង្រាយពេញព្រំដែនដើម្បីត្រៀមលក្ខណៈឆ្លើយតបគ្រប់វិនាទីថាតើកងកម្លាំងយោធាថៃនៅតំបន់នោះខ្លាំងកម្រិតណាទៅហើយស្ថានភាពជាក់ស្ដែងយ៉ាងម៉េចយ៉ាងម៉ាហើយសូមទស្សនាលម្អិតអំពីព័ត៌មាននេះតែកុំភ្លេចចុច share មួយផងណាអរគុណទុកជាមុនដែលបងប្អូនទាំងអស់គ្នាចុច like ចុច share ចំពោះវីដេអូមួយនេះយើងតាមប្រភពព័ត៌មានដែលយើងទទួលបានឲ្យដឹងថាក្រុមការងាររាជមេនុនៃកងទ័ពភូមិន្ទថៃបានបង្កើនវិធានការសន្តិសុខយ៉ាងខ្លាំងក្លានៅតាមបណ្ដោយព្រំដែនថៃមីយ៉ាន់ម៉ាការរឹតបន្តឹងនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប្រយុទ្ធគ្នាដែលកំពុងតែបន្តកើតមានឡើងនៅខាងទឹកដីនៃប្រទេសមីយ៉ាន់ម៉ាដែលវាបង្កជាហានិភ័យផ្នែកសន្តិសុខដល់ប្រទេសថៃណានិងការលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសថៃនៅក្នុងប្រតិបត្តិការនេះក្រុមការងារបានបង្កើនភាពញឹកញាប់នៃការល្បាតទាំងពេលយប់និងពេលថ្ងៃមិនតែប៉ុណ្ណោះនោះទេពួកគេបានបង្កើតបោះត្រួតពិនិត្យបណ្ដោះអាសន្ននៅតាមច្រករបៀងធម្មជាតិដែលមានហានិភ័យខ្ពស់ផងដែរអ្វីដែលគួរឲ្យកត់សម្គាល់ជាទីបំផុតនោះគឺអាវុធជំនួយយុទ្ធសាស្ត្រហៅថា support weapons ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងសំខាន់ដើម្បីត្រៀមខ្លួនធ្វើការវាយបកឬក៏សងសឹកភ្លាមប្រសិនបើចំនួននេះរីករាលដាលចូលមកដល់ទឹកដីនៃប្រទេសថៃនេះគឺជាដំណឹងមួយដែលធ្វើឲ្យយើងសោកទៅកាន់ភាគីថៃដោយសារតែអីថៃកំពុងតែបែកបាល់រឿងក្រុមបាតកោស្រែកឡូឡាជេប្រធានាធិបតីអាមេរិកដូណាល់ត្រាំផងលោកអាន់វ៉ាអ៊ីប្រាហ៊ីមផងអានេះគឺពួកបាតកោធ្វើបាតកម្មនៅមុខស្ថានទូតរបស់អាមេរិកហើយលោកអាណូទេណូកំពុងតែបែកបាល់រឿងគ្រោះទឹកជំនន់លិចហូហៀពេញផ្ទៃប្រទេសតែម្ដងជាពិសេសតំបន់នេះគេតំបន់ហាត់យ៉ៃថ្មីនេះឯងហើយភាគខាងត្បូងនោះក៏ចង់ផ្ដាច់រដ្ឋផ្ដាច់ទឹកដីកាលពីកន្លងទៅផ្ទុះក្របបែកជាហូហែណាឥឡូវប៉ះគ្នាជាមួយនឹងប្រទេសមីយ៉ាន់ម៉ាទៀតមិនដឹងជាថៃនេះយ៉ាងម៉េចយ៉ាងម៉ាទេមិនម៉ាយើងប្រទេសម៉ាឡេស៊ីកម្ពុជាមីយ៉ាន់ម៉ារួបរวมគ្នាសំពងថៃណាណីទៅបន្តទៀតប្រិយមិត្តដើម្បីឲ្យកាន់តែច្បាស់ខ្ញុំសូមផ្ដល់ការវិភាគបន្តិចបន្តួចជូនប្រិយមិត្តទាំងអស់គ្នាអំពីកងកម្លាំងនិងទីតាំងយុទ្ធសាស្ត្រនេះក្រុមការងាររាជមេនុគឺជាកងកម្លាំងពិសេសដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពភាគទី3គេថា Third Army Region នៃកងទ័ពជើងគោករបស់ប្រទេសថៃកងកម្លាំងនេះទទួលខុសត្រូវផ្ទាល់លើតំបន់ព្រំដែនក្នុងខេត្តតាជាពិសេសស្រុកម៉ែសតដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់បំផុតរវាងថៃនិងប្រទេសមីយ៉ាន់ម៉ាកាលពីប្រហែលខែមុននោះមីយ៉ាន់ម៉ាបិទមិនឲ្យប្រទេសថៃនេះដឹកទំនិញចូលឬក៏ឆ្លងកាត់តំបន់ព្រំដែនរបស់មីយ៉ាន់ម៉ាទេដល់ពេលអញ្ចឹងធ្វើឲ្យឡានដឹកទំនិញ500គ្រឿងកកស្ទះជាហូហែហូហៀពេញនឹងអានេះពាក់ព័ន្ធទៅនឹងមីយ៉ាន់ម៉ាណាមូលហេតុដែលកងកម្លាំងនេះដែលត្រូវបានដាក់ឲ្យប្រចាំការនិងបង្កើនអាវុធធនធ្ងន់នៅទីនោះគឺដោយសារតែតំបន់នេះប្រឈមមុខផ្ទាល់នឹងទីក្រុងមេវ៉ាឌីរបស់មីយ៉ាន់ម៉ាដែលជាសមរភូមិក្តៅគគុករវាងកងទ័ពរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានិងកងកម្លាំងតស៊ូជនជាតិភាគតិច KNU រួមជាមួយនឹងកងកម្លាំង PDF កន្លងមកក្របផ្លោងពីការប្រយុទ្ធគ្នានេះតែងតែធ្លាក់ចូលមកលើទឹកដីនៃប្រទេសថៃដែលជាហេតុធ្វើឲ្យកងកម្លាំងកងទ័ពថៃត្រូវតែដាក់ពង្រាយកាំភ្លើងធំនិងរថពាហដែកដើម្បីការពារដល់អាយុជីវិតនៃប្រជាជនថៃនិងការពារផ្លូវពាណិជ្ជកម្មមិនឲ្យកាត់ផ្ដាច់ប្រិយមិត្តសូមរំលឹកផងដែរថាពាក់ព័ន្ធទៅនឹងរឿងរ៉ាវមួយនេះម្សិលមិញនឹងឯងបន្ទាប់ពីទាហានភូមាគប់
ក្របបែកមួយគ្រាប់ចូលទៅដល់ភូមិថៃនៅខេត្តតាក់មេបជាការយុទ្ធភូមិភាគទី3នៃប្រទេសថៃបើការចរចាជាបន្ទាន់ជាមួយនឹងទាហានភូមាដើម្បីសម្របសម្រួលគ្នាកុំឲ្យភូមានេះគប់ក្របបែកចូលទៅតំបន់ព្រំដែនបន្តទៀតឥឡូវនេះថៃបញ្ជូនកងកម្លាំងនិងរថពាសដែកទៅហើយបាទគឺទៅហើយក៏ប៉ុន្តែប្រិយមិត្តជាទីមេត្រីសូមធ្វើការប្រៀបធៀបបន្តិចពាក់ព័ន្ធទៅនឹងកងកម្លាំងនៃប្រទេសទាំងពីរបើយើងក្រឡេកមកមើលការប្រៀបធៀបកម្លាំងរវាងភាគីទាំងពីរនៅត្រង់ចំណុចព្រំដែននេះយើងឃើញមានភាពខុសគ្នាដាច់ស្រឡះនៅខាងភាគីថៃឯណោះក្រុមការងាររាជមនុគឺជាកងកម្លាំងប្រព័ន្ធគេហៅថា Conventional Army ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ពួកគេបំពាក់ទៅដោយយានយន្តរហ័សដូចជាកាំភ្លើងធំចល័តរថពាសដែក V150 បំពាក់កាំភ្លើងយន្តធុនធ្ងន់ដែលមានសមត្ថភាពការពារនិងវាយបកបានឆ្ងាយសំខាន់ជាងនេះទៅទៀតនោះពួកគេមានប្រព័ន្ធភស្តុភារនិងការគាំទ្រពីកងទ័ពអាកាសនៅពីក្រោយខ្នងយ៉ាងរឹងមាំប្រសិនបើមានការបំពានណាមួយកើតមានឡើងនោះចំណែកនៅខាងភាគីមីយ៉ាន់ម៉ាវិញប្រិយមិត្តជាទីមេត្រីបច្ចុប្បន្ននេះគឺជាការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលយោធាដែលកំពុងចុះខ្សោយនិងបំបែកកម្លាំងទៅច្រើនសមរភូមិជាមួយនឹងកងកម្លាំងតស៊ូ KNU ឬ PDF ដែលប្រើប្រាស់យុទ្ធសាស្ត្រសង្គ្រាមឈើជើងនិងវាយឆ្មក់ទោះបីជាការប្រយុទ្ធនៅទីនោះសាហាវប៉ុន្តែបើប្រៀបនឹងកងកម្លាំងថៃដែលត្រៀមចាំនៅព្រំដែនគឺថៃមានប្រៀបជាដាច់ទាំងបច្ចេកវិទ្យានិងស្ថិរភាពកម្លាំងអានេះគឺបើប្រៀបធៀបណាប្រៀបធៀបកម្លាំងថៃនិងកម្លាំងមីយ៉ាន់ម៉ាគឺថៃនៅលើហើយក៏ប៉ុន្តែនៅលើទៅឲ្យតែប៉ះគ្នាមួយប្រើទៅកម្ពុជាក៏ប៉ះខាងម៉ាឡេស៊ីឬក៏តំបន់ប៉ាត់តានីនរាธิវត្តក៏ប៉ះអញ្ចឹងទេបូករួមផ្សំចូលគ្នាបាទសំពើថៃទៅអានេះបើសិនណាខ្ញុំនិយាយថាបើសិនដូច្នេះការដាក់ពង្រាយរបស់ថៃពេលនេះមិនមែនដើម្បីចូលរួមសង្គ្រាមនោះទេតែជាការបង្ហាញសាច់ដុំដើម្បីប្រមានភាគីចំនួននៅមីយ៉ាន់ម៉ាថាចង់វាយគ្នាវាយចោះប៉ុន្តែកុំឲ្យគ្រាប់ឆ្លងមកលើដីថៃឲ្យសោះនេះគឺជាការប្រមានមួយពីសំណាក់ភាគីថៃទៅកាន់ប្រទេសមីយ៉ាន់ម៉ាបើចង់វាយគ្នាក៏វាយចោះប៉ុន្តែកុំឲ្យគ្រាប់ឆ្លងមកលើដីថៃឲ្យសោះនេះជាការប្រមានបាទបន្ទាប់ពីមានគ្រាប់បែកមួយគ្រាប់ពីខាងប្រទេសមីយ៉ាន់ម៉ាធ្លាក់ចូលមកក្នុងភូមិឋានរបស់ប្រទេសថៃក្នុងខេត្តតាណាសូមរំលឹកបន្តិចថាហេតុការណ៍នេះបានបង្ខំឲ្យមេបញ្ជាការកងទ័ពថៃបើកការចរចាបន្ទាន់ភ្លាមគណៈដែលកងកម្លាំងពិសេសរាប់រយនាក់កំពុងដាក់ពង្រាយអាវុធធុនធ្ងន់បាទរឿងហ្នឹងគឺបន្ទាប់ពីមានគ្រាប់បែកឬគ្រាប់ផ្លោងចំនួនមួយគ្រាប់ដែលបាញ់ចេញពីការប្រយុទ្ធគ្នារវាងទាហាននៃប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលមកក្នុងភូមិសាស្ត្រទឹកដីនៃប្រទេសថៃបាទនៅក្នុងខេត្តតាក់នឹងឯងតែពេលអញ្ចឹងថៃទំនងជាភ័យស្លន់ស្លោដោយសារតែកំពុងទាស់គ្នាជាមួយកម្ពុជារបស់យើងនៅតាមព្រំដែនបើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកាឡាឡាំពូក៏ដោយក៏ប៉ុន្តែឥឡូវនេះមិនដឹងជាណាណីទេកិច្ចព្រមព្រៀងនេះនោះបាទថៃចេះតែអុកឡុកធ្វើបាតុកម្មឲ្យសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដកខ្លួនចេញទៅឲ្យឆ្ងាយណាកុំឲ្យលុកលាន់ពាក់ព័ន្ធទៅនឹងបងប្អូនកម្ពុជាថៃបាទថៃគេលើកឡើងអញ្ចឹងថាយើងនេះជាបងប្អូនល្អនឹងគ្នាតែពេលអញ្ចឹងគេចេះដោះស្រាយហើយមិនបាច់សហរដ្ឋអាមេរិកឬក៏ប្រទេសម៉ាឡេស៊ីមកចូលរួមធ្វើជាភាគីទី3ជនទី3ដោះស្រាយចំនួនកម្ពុជាថៃនោះទេអានេះគឺក្រុមរបស់លោកចតុផនព្រំផានណាបាតុកម្មនិយាយអញ្ចឹងណាបាទកុំឲ្យម៉ាឡេស៊ីអាមេរិកនឹងជ្រៀតជ្រែកកិច្ចការរបស់ប្រទេសថៃហើយថៃចង់មិនចង់ធ្វើបាបកម្ពុជាមែនហ៎បើវាយគ្នាកម្ពុជាស្វាគមន៍បានតាគ្រាន់តែថាវាប៉ះពាល់ទៅដល់ប្រជាពលរដ្ឋស្លូតត្រង់រស់នៅតាមព្រំដែនដល់ពេលអញ្ចឹងសង្គ្រាមវាអត់ចំណេញនោះទេខាតគឺខាតទាំងសងខាងថៃក៏ខាតកម្ពុជាក៏ខាតហើយថៃឯងក៏សម្បើមតបនម៉េះចង់ទៅវាយគេណាបាទបើចង់វាយគេភ្លក់រសជាតិជាមួយមីយ៉ាន់ម៉ាម្ដងមើលមីយ៉ាន់ម៉ាមិនម៉ាខ្ញុំចង់ឲ្យមីយ៉ាន់ម៉ាឯងនេះដាក់ថៃណាណៃទៅដាក់មកគ្រាប់ពីរគ្រាប់ទៅបាទអានេះរឿងនេះបាទ
ពាក់ព័ន្ធទៅនឹងថៃប្រកាសអាសន្ននៅតំបន់ព្រំដែនដាក់ប៉ុស្តិ៍ត្រួតពិនិត្យនឹងកងកម្លាំងប្រដាប់អាវុធជំនួយទប់ទល់ស្ថានភាពបាទជាមួយប្រទេសមីយ៉ាន់ម៉ាកំពុងតែក្តៅកគុកហើយពេលនេះថៃដាក់ពង្រាយអាវុធធុនធ្ងន់ផងដែរណាមិនមែនជារឿងតូចតាចទេនេះមិនម៉ាផ្ទុះអាវុធទៅបើផ្ទុះអាវុធបាទខ្ញុំជួយពាក់ព័ន្ធទៅនឹងយោធាថៃដែលចង់បញ្ចេញអំណាចឥទ្ធិពលកម្លាំងវាយគេឯងដើម្បីអីអួតបជានូរាសរបស់ថៃសង្គមថៃឲ្យដឹងថាយោធានេះមិនមែនចាំតែបើកប្រាក់ខែអត់ប្រយោជន៍ទេណាមិនម៉ាឈប់បាតុកម្មទៅបាទជាពិសេសក្រមយុវជនសិស្សនិស្សិតរបស់ថៃបាតុកម្មកាលពីកន្លងទៅ2020មហាបាតុកម្មពីសំណាក់ស្រទាប់យុវជនរបស់ថៃគេទាមទារឲ្យកាត់បន្ថយអំណាចយោធាអំណាចក្សត្រថៃដែលគេហាស្ដីនិយាយប៉ះពាល់មិនបានក្រោមមាត្រា112ច្បាប់បាននិយាយប៉ះក្សត្រថៃមិនបានជាប់គុកជាពិសេសអារឿងពួកយោធានេះងាករដ្ឋបហាងាករដ្ឋបហាមិនដឹងជាប្រទេសថៃទៅជាយ៉ាងណាលទ្ធិប្រជាធិបតេយ្យក៏មិនលទ្ធិប្រជាធិបតេយ្យបាទជារបបស្អីឲ្យពិតប្រាកដរដ្ឋាភិបាលស៊ីវិលនោះមិនដឹងជាបានការស្អីទេគ្មានប្រយោជន៍ស្អីផងចុះហត្ថលេខាធម្មតាដល់ពេលសម្រាប់សម្រួលយ៉ាងណាអាស្រ័យទៅលើបងបាទមេពួកមេបញ្ជាការយោធាឯណោះដោយលោកអីគេលោកអនុទានច័ន្ទវរៈគោលដែលត្រៀមធ្វើជាដឡងរបស់ស្ដេចថៃណាខ្ញុំនិយាយលេងទេបាទតែងតែនិយាយបងមេនិយាយទៅកាន់មេបញ្ជាការភូមិភាគទី2របស់ថៃគឺអតីតគឺលោកប៊ុនស៊ីនផាត់ខ្លាំងប្រិយមិត្តបងប្អូនហៅថាអាបាត់ខ្លាំងនឹងឯងធ្លាប់ខ្លាចពួកនឹងអានេះគឺរដ្ឋាភិបាលថៃណាអត់ហ៊ានទេខ្លាចអីខ្លាចរដ្ឋប្រហារនឹងហើយសង្គមថៃប្រទេសថៃនេះគឺសម្បូរណាស់អារឿងរដ្ឋប្រហារនឹងឯងបាទយើងមើលតាំងពី2020មកដល់ឥឡូវ2025 5ឆ្នាំហើយដែលពួកយោធាថៃបង្អួតអំណាចរបស់ខ្លួនចេញមកនិយាយជាហោហែអាមួយចេះអាមួយចោះបាទចេញមកនិយាយអើយដើម្បីអីដើម្បីបង្ហាញអណ្ដាតណាអណ្ដាតរបស់ខ្លួនដើម្បីអីដើម្បីអួតដូចទៅនឹងប៊ុនស៊ីនដែរឥឡូវប៊ុនស៊ីននេះដោយសារតែអណ្ដាតរបស់ប៊ុនស៊ីនចេះតែនិយាយទៅពីទៅពីបាទដាក់កម្ពុជាធ្វើឲ្យសង្គមថៃលើកបន្ទប់ជាវីរៈបរិះរបស់ថៃតាមពិតទៅអាចឆ្កែសោះហ្នឹងប៊ុនស៊ីនណាឥឡូវធ្វើជាទីប្រឹក្សារបស់អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃណោះហើយជាអង្គរៈពិសេសរបស់ក្សត្រថៃទៅទៀតអានេះរឿងថៃថដាក់ស្អេនឹងយើគេហៅថាថៃហ្នឹងគេហៅថាការលួចបាទ Thailand ដីដែលបានលួចពីគេឯងណាមិនមែនថដាក់ស្អៃទេខ្ញុំហៅថៃហ្នឹងគឺថដាក់ស្អេនឹងយើ Thailand ហ្នឹងគឺដីដែលបានលួចពីគេប្រិយមិត្តយល់ទេពាក្យថាថៃហ្នឹងបាទ